សិទ្ធិសុខភាពរបស់ចិត្តកូនជាទីស្រឡាញ់ការពោលដល់រឿងសុខភាពយើងច្រើនតែនឹកដល់សុខភាពរាងកាយនឹកដល់ភាពរឹងប៉ឹងនិងការមិនមានរោគនៃរូបរាងកាយតែប៉ុណ្ណោះការពិតសុខភាពផ្លូវចិត្តមានសេចក្តីសំខាន់ជាងសុខភាពរាងកាយទៅទៀតចិត្តដែលមានសុខភាពល្អក៏នឹងប្រព្រឹត្តទៅដោយសេចក្តីឆ្លាតស្រឡះថ្លាមិនមួម៉ៅក្តៅក្រហាយឬរវើរវាយឡើយដូច្នេះការរក្សាសុខភាពផ្លូវចិត្តឲ្យល្អទៅជាការចាំបាច់ណាស់សុខភាពនៃចិត្តនឹងល្អទៅបានក៏ដោយសារការថែរក្សាដែរគឺកុំចេះតែប្រមូលរឿងរ៉ាវយកមកសន្សំទុកក្នុងចិត្តដោយអយោនិសោមនសិការៈបានដល់ការគិតខុសម្លោះហើយអារម្មណ៍ជារឿងរ៉ាវផ្សេងដែលចិត្តបានទទួលយកមកទុកដោយការចាំនោះក៏ទៅជាស្អុយរលួយបណ្ដាលឲ្យខូចសុខភាពរបស់ចិត្តមិនមានរឿងអ្វីដែលអាក្រក់នោះទេបើកូនមិនគិតថាអាក្រក់រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយព្រោះគេមិនបានគិតដូច្នេះសេចក្តីពិតដូចនេះសម្ដែងឲ្យឃើញថាការអាក្រក់ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយគឺនៅនឹងការគិតរបស់មនុស្សម្នាក់កាលបើដូច្នេះកូនព្រមឲ្យគំនិតរបស់កូនធ្វើអាក្រក់ឲ្យខ្លួនកូនធ្វើអ្វីក្នុងโลกនេះមិនមានអ្វីដែលសំខាន់សម្រាប់កូនជាងកូនជាមនុស្សល្អនោះឡើយជំនួសការដែលកូនចង់ឲ្យអ្នកដទៃធ្វើសេចក្តីល្អដល់កូនគឺកូនត្រូវព្យាយាមធ្វើសេចក្តីល្អឲ្យខ្លួនឯងទៅតាមដែលកូនត្រូវការព្រោះថាក្នុងโลกនេះមិនមានអ្នកណាធ្វើសេចក្តីល្អជំនួសកូនបានឡើយសេចក្តីល្អដែលកូនធ្វើឲ្យដោយខ្លួនឯងទៅមានអានុភាពដល់ចិត្តជាពិតប្រាកដគឺធ្វើឲ្យចិត្តបានសុខស្ងប់ការចិត្តសុខស្ងប់ហើយអ្វីជាខាងក្រៅក៏រៀបរយទៅផងដែរមនុស្សមានសុខភាពផ្លូវចិត្តល្អរមែងធ្វើជាម្លប់ឲ្យជីវិតខ្លួនឯងមនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ចូលកូនរស់នៅជាមួយខ្លួនឯងជាមនុស្សល្អរមែងថែរក្សាចិត្តឲ្យមានសុខភាពល្អបវិវេករៈសង្ឃពេទ្វារក្សាឧបសមស្សៈចនិត្តរោហោតិនិបាបោធម្មបិតិរសង្ឃបយ៉ាងបុគ្គលក្រេបជញ្ជក់នៅរស់ដែលកើតពីវិវេកនិងរស់ព្រះនិព្វានដែលជាទីចូលទៅស្ងប់រងាប់ក្រេបជញ្ជក់នៅរស់បិតិដែលកើតពីធម៌ជាអ្នកមិនមានសេចក្តីប្រហល់ប្រហាយនិងជាអ្នកមិនមានបាប51បរិស្ថានកូនជាទីស្រឡាញ់មនុស្សយើងក្រៅពីថែរក្សាសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តឲ្យល្អហើយបរិស្ថានគឺអ្វីដែលនៅក្នុងទីជុំវិញយើងក៏សំខាន់ណាស់កូនត្រូវយល់និងត្រូវថែរក្សាឲ្យបានល្អបរិស្ថានល្អនឹងធ្វើឲ្យសុខភាពរាងកាយព្រមទាំងសុខភាពរបស់ចិត្តនៃយើងគ្រប់គ្នាបានល្អទៅផងដែរបរិស្ថានខ្លះមានតាមធម្មជាតិដូចជាដើមឈើភ្នំស្ទឹងទន្លេអាកាសធាតុជាដើមឡាក់បរិស្ថានខ្លះមានទៅតាមដែលយើងសាងឡើងដូចជាទីនៅអាស្រ័យបរិវេណជុំវិញផ្ទះដាំដុះផ្លូវថ្នល់ជាដើមបរិស្ថានទាំងអស់នេះសុទ្ធតែអាចឲ្យគុណឲ្យទោសដល់មនុស្សយើងបានបើយើងមើលថែនិងចាត់ការបានល្អក៏ឲ្យគុណថាបើយើងមិនបានថែតំនឹងមិនបានចាត់ការឲ្យល្អទេក៏ឲ្យទោសដូច្នេះកូនគួរមើលថែនិងចាត់ការនៅបរិស្ថានឲ្យបានល្អដើម្បីប្រយោជន៍ដល់កូនផង
អាប់ត្រូវកុំឲ្យសុកស្រុកសុកប្រមុខស្មុកបដលដែលជាហេតុនាំឲ្យកើតរោគផ្សេងបរិវេណផ្ទះកូនត្រូវមើលថែឲ្យស្អាតដាំឈើជាម្លប់ចាត់ភាពស្តុកថ្លុកទឹកដែលនាំឲ្យកើតមូសសម្អាតឲ្យស្អាតកុំឲ្យមានរុយកុំចោលសម្រាមដំណល់អាហារនិងរបស់ស្មោកគ្រោកផ្សេងទៀតក្នុងទីមិនសមគួរកុំធ្វើឲ្យហុយធូលីហុយផ្សែងអាក្រក់ក្លិនស្អុយសម្លេងខ្លាំងដែលនាំឲ្យរំខានដល់អ្នកជិតខាងថាការថែរក្សារៀបចំនៅបរិស្ថានឲ្យល្អមិនធ្វើឲ្យបរិស្ថានធម្មជាតិខូចខាតបាត់បង់សុទ្ធតែជាប្រយោជន៍ដល់យើងទាំងអស់គ្នាការបើចាត់ការរៀបចំបរិស្ថានបានល្អផ្ទះយើងក៏គួរនៅបរិវេណផ្ទះក៏ស្អាតតាមផ្លូវថ្នល់ក៏ស្អាតតាមផ្លូវទឹកក៏ស្អាតឡាក់ភូមិស្រុកពិតជារុងរឿងផ្ទុយមកវិញបើយើងមិនថែរក្សាមិនមើលថែនិងចាត់ការឲ្យល្អទេមានតែទម្លាយនៅបរិស្ថានដែលល្អឲ្យបាត់បង់ខូចខាតទៅវិញមនុស្សយើងនឹងមានបញ្ហាឬមានការក្តៅក្រហាយពិតព្រោះត្រូវបរិស្ថានដាក់ទោសហាក់ដូចជាសងសឹកមកលើមនុស្សសឡូកវិញដូច្នេះឯងឧបទាកាំងហេនិយន្តៈនេខេតាឧសុការៈអ្នកមយន្តៈតេចនាងទារុងអ្នកមយន្តៈកិច្ចកាអត្តានាងតេមយន្តៈសុបតាធម្មតាអ្នកស្រែតែងបាច់ទឹកបញ្ចូលស្រែជាងព្រួញតែងពុតព្រួញឲ្យត្រង់ជាងឈើតែងចាំងឈើឲ្យត្រង់អ្នកមានវត្តៈប្រតិបត្តិល្អតែងអប់រំខ្លួន52ប្រដៅខ្លួនឯងឲ្យបានកូនជាទីស្រឡាញ់មានការប្រព្រឹត្តដើម្បីកសាងខ្លួនឲ្យចម្រើនតាមគោលធម៌3ប្រការ1គឺប្រដៅខ្លួនឯងឲ្យបាន2គឺអានខ្លួនឯងឲ្យដឹង3ប្រឹងខ្លួនឯងឲ្យដល់ក្នុងប្រការទី1គឺប្រដៅខ្លួនឯងឲ្យបានដោយសេចក្តីថាតាមប្រកបដីមនុស្សយើងច្រើនតែមិនសូវបានប្រដៅខ្លួនឯងឬដាស់តឿនខ្លួនឯងឡើយតែបែរជាប្រដៅអ្នកដទៃដាស់តឿនអ្នកដទៃបានដោយសពគ្រប់ប្រដៅឲ្យគេធ្វើយ៉ាងនេះដាស់តឿនឲ្យគេធ្វើយ៉ាងនោះប្រដៅបានតឿនបានចំណែកខ្លួនឯងត្រឡប់ជាមិនព្រមប្រដៅមិនព្រមដាស់តឿនទៅបានជាភាំងផ្លត់ប្រព្រឹត្តខុសជួបប្រទះនៅទុក្ខលំបាកក្នុងជីវិតតាមដែលពិតខ្លួនយើងនេះឯងដែលប្រដៅទូមានបានដោយលំបាកជាទីបំផុតវឹកហាត់ក៏លំបាកនឹងកែឧបនិស្ស័យអាក្រក់ផ្នែកណាមួយក៏លំបាកទៅទាំងអស់ជាធម្មតានៃការងារកាលបើធ្វើហើយរមែងភ្លៀងផ្លាត់ឬខ្វះខាតទៅបានហើយមនុស្សយើងម្នាក់ក៏រមែងមានការខុសឆ្គងភ្លៀងផ្លាត់និងខ្វះខាតដូចគ្នាដែរប៉ុន្តែការបើជួបប្រទះនៅរឿងខ្វះខាតជាដើមហើយក៏បដៅខ្លួនឯងដាស់តឿនខ្លួនឯងថាមិនត្រូវធ្វើយ៉ាងនោះទៀតឡើយជាយាមដាស់តឿនខ្លួនឯងរឿយដូច្នេះរមែងធ្វើឲ្យគិតកែខៃដោះស្រាយរៀបចំចាត់ចែងការងារនិងរៀបចំចាត់ចែងខ្លួនឯងឲ្យបានត្រឹមត្រូវឲ្យល្អត្រឹមត្រូវជាផ្លូវឲ្យកើតសេចក្តីសម្រេចក្នុងឱកាសតទៅទៀតបានបើមិនមានអ្នកដទៃណាមកប្រដៅយើងទេនឹងខ្លួនឯងក៏មិនប្រដៅខ្លួនឯងដែរឬមិនព្រមដាស់តឿនខ្លួនឯងព្រោះគិតថាខ្លួនឯងឆ្លាតហើយមុខតែរោគផ្លូវត្រូវមិនឃើញឡើយមានតែឈ្មោះមុខទៅរោគសេចក្តីវិនាសតែម្យ៉ាងប៉ុណ្ណោះគួរឲ្យខ្លាចមែនទែនកូនត្រូវវឹកហាត់ដាស់តឿនខ្លួនឯងឲ្យជាប្រចាំរាល់ថ្ងៃនិងរងចាំឲ្យអ្នកដទៃគេដាស់តឿននោះពិតជាមិនសមគួរឡើយមានអ្នកណាគេមកយាមកូននឹងដឹងរឿងកូនឲ្យបានដោយសពគ្រប់ទៅណាមួយផ្លូវចិត្តផ្លូវគំនិតដែលមិនមានរូបឲ្យគេឃើញទៀតដូច្នេះ
បើកូនដាស់តឿនខ្លួនឯងបានគឺជាការល្អបំផុតអត្តនាចោតតយត្តាណាំងតានាងបដិមੰសេតមត្តនាសោអត្តគុតតោសតិមាសុខੰភិក្ខុវិហាភិសេសអ្នកចូលចោតខ្លួនដោយខ្លួនឯងចូលពិចារណាខ្លួនដោយខ្លួនឯងវិនាលភិក្ខុអ្នកនោះជាអ្នកមានសតិរក្សាខ្លួនប្រាណហើយនឹងរស់នៅជាសុខសប្បាយ53អានខ្លួនឯងឲ្យដឹងកូនជាទីស្រឡាញ់គោលធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី2គឺអានខ្លួនឯងឲ្យដឹងដោយសេចក្តីថាត្រូវសិក្សាខ្លួនឯងត្រួតត្រាពិនិត្យខ្លួនឯងដើម្បីឲ្យដឹងនៅការពិតនៃជីវិតរបស់ខ្លួនពោលគឺត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ត្រូវស្គាល់ថាខ្លួនឯងមានការចេះដឹងមានសមត្ថភាពមានសតិបញ្ញាត្រឹមត្រូវត្រឹមណាមានកម្លាំងប៉ុណ្ណានិងដែលសំខាន់ទីបំផុតត្រូវដឹងចិត្តខ្លួនឯងថាត្រូវការអ្វីជាប្រកបក្នុងជីវិតនេះត្រូវអានខ្លួនឯងឲ្យបានច្បាស់ដូចអានសភៅឬអានគម្ពីរធម៌អញ្ចឹងត្រូវយល់ពីខ្លួនឯងឲ្យសពគ្រប់ប្រៀបដូចជាមនុស្សដើរផ្លូវឆ្ងាយបានមើលផែនទីស្គាល់ផ្លូវច្បាស់ឬដូចជាងធ្វើផ្ទះបានមើលគំរូផ្ទះយល់ច្បាស់ដូចនេះឯងដំណើរជីវិតឬដំណើរការងារយ៉ាងណាមួយក៏ដូចគ្នានឹងការដើរផ្លូវឬការកសាងសង់ផ្ទះនោះឯងគឺអានខ្លួនឯងឲ្យបានច្បាស់លាស់រឹតតែច្បាស់រឹតតែល្អជីវិតនឹងការងារប្រព្រឹត្តទៅបានល្អព្រមទាំងសេចក្តីសម្រេចដែលនឹងសម្រេចបានដោយល្អនោះព្រោះមកអំពីការស្គាល់ខ្លួនឯងស្គាល់ខ្លួននេះឯងសំបីតែខ្លួនឯងក៏មិនយល់ពីខ្លួនឯងនឹងមិនស្គាល់ខ្លួនឯងផងនោះនឹងធ្វើការងារអ្វីបានទៅដូចអ្នកដើរផ្លូវអត់មានផែនទីទោះបីជាដើរទៅបានមែនក៏មុខជាអង្វែងឬខាតពេលវេលាខាតពេលខាតកម្លាំងជាប្រកបព្រោះខ្លួនមិនស្គាល់ផ្លូវនោះឯងដូច្នេះមុននឹងធ្វើនៅកិច្ចការងារណាកូនត្រូវសិក្សាអំពីខ្លួនឯងឲ្យបានច្បាស់លាស់ជាមុនសិនគឺជាការអានខ្លួនឯងឲ្យដូចជាអានសៀវភៅអញ្ចឹងរួចហើយសិនត្រូវធ្វើនៅកិច្ចការងារនោះកាលបើយ៉ាងនេះការខ្វះខាតឬការភ្លៀងផ្លាត់ឆ្កងនឹងមិនបានកើតឡើងឡើយតាំងពីដំបូងតែម្ដងក្រៅអំពីដឹងថាខ្លួនឯងមានការចេះដឹងប៉ុណ្ណាមានសមត្ថភាពប៉ុណ្ណាមានសតិបញ្ញាប៉ុណ្ណាមានកម្លាំងប៉ុណ្ណានិងមានបំណងប្រាថ្នាក្នុងជីវិតយ៉ាងណាហើយនោះកូនត្រូវស្គាល់នៅតួនាទីជាដើមរបស់ខ្លួនទៀតផងគឺស្គាល់តាមសេចក្តីពិតថាខ្លួនមានតួនាទីមានឋានៈមានភេទមានជំនាញនិងមាននៅគុណធម៌យ៉ាងណាហើយត្រូវប្រព្រឹត្តឲ្យបានសមរម្យទៅតាមតួនាទីជាដើមនោះនឹងឲ្យបានសមស្របទៅតាមផ្លូវល្អផ្លូវចម្រើនដើម្បីឲ្យកុំឲ្យធ្លាក់ខ្លួនចូលទៅក្នុងផ្លូវនៃសេចក្តីវិន័យអត្តាហេអត្តណោទាថោកោហេអត្តាហេអត្តណោកតេតាស្មាសញ្ញមៈអត្តានੰអសង្ផត្រាំងវៈពានិជោខ្លួនជាទីពឹងរបស់ខ្លួនឯងខ្លួនជាកតេរបស់ខ្លួនឯងប្រហែលនោះអ្នកចូលរក្សាខ្លួនឲ្យដូចជានាយពាណិជ្ជដែលថែរក្សានៅសេះដែលល្អយ៉ាងដូចនោះឯង54ប្រឹងខ្លួនឯងឲ្យដល់កូនជាទីស្រឡាញ់គោលធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី3គឺប្រឹងខ្លួនឯងឲ្យដល់ដោយសេចក្តីថាមនុស្សយើងចូលចិត្តឲ្យអ្នកដទៃមកលើកតម្កើងខ្លួនប៉ុន្តែមនុស្សដែលនឹងមានគេមកស្រឡាញ់រាប់អាននឹងកើតនឹងលើកតម្កើងនោះគឺត្រូវតែជាមនុស្សមានមន្តស្នេហ៍ស័ក្តិសិទ្ធិក្នុងខ្លួនមនុស្សដែលខ្វះមន្តស្នេហ៍
យ៉ាងសម្រាប់សាសនាឲ្យមនុស្សស្រឡាញ់គឺប្រឹងខ្លួនឯងឬប្រើខ្លួនឯងការប្រឹងខ្លួនឯងឬប្រើខ្លួនឯងគឺការដាស់តឿនខ្លួនឯងឲ្យធ្វើការងារគិតធ្វើដោយការដោយខ្លួនឯងគិតជួយអ្នកដទៃដោយខ្លួនឯងនឹងធ្វើខ្លួនឲ្យជាប្រយោជន៍ចំពោះការងារមិនចាំបាច់ឲ្យអ្នកណាមកប្រើមកបង្គាប់ឡើយឃើញសំគួរយ៉ាងណាហើយក៏ធ្វើទៅដោយខ្លួនឯងគ្រាន់តែការងារខ្លះត្រូវសួរអ្នកដទៃដើម្បីឲ្យត្រូវការតាមបំណងរបស់គេផងនោះផងប៉ុណ្ណោះមនុស្សដែលប្រើខ្លួនឯងបានពូកែយ៉ាងនេះគឺឃើញការងារដែលជាការងារល្អជាការងារត្រឹមត្រូវនិងជាការងារមានប្រយោជន៍ហើយនោះក៏ប្រើខ្លួនឯងឲ្យធ្វើគេហៅថាជាមនុស្សមាននៅអត្តសម្បទាគឺមានខ្លួនចម្រើនដល់ព្រមដោយទឹកចិត្តមនុស្សដូចពោលមកនេះគេមិនព្រមនៅស្ងៀមមិនព្រមនៅទំនេរឡើយឃើញអ្នកដទៃធ្វើការអ្វីគេអាចជួយបានក៏ជួយភ្លាមបើកូនត្រូវការឲ្យបានដល់សេចក្តីសម្រេចនិងត្រូវការឲ្យខ្លួនជាមនុស្សមានមន្តស្នេហ៍កូនត្រូវចេះប្រើខ្លួនឯងតាមដូចដែលបានពោលហើយកូនត្រូវនៅស្ងៀមកូនកុំនៅស្ងៀមកុំធ្វើប្រងើយក្នុងការដែលត្រូវជួយអ្នកដទៃកូនត្រូវជួយដោយទឹកចិត្តកុំជាមនុស្សអត់ទឹកចិត្តឲ្យសោះកូនកុំជាមនុស្សឃើញតែពីខាងបាននៅសម្បត្តិខាងខ្លួនក្រៅខ្លួននោះព្រោះមនុស្សដែលអត់ទឹកចិត្តគិតតែពីខ្លួនឯងចង់បានតែសម្បត្តិទ្រាំក្រៅខ្លួនប៉ុណ្ណោះគេហៅថាមនុស្សមានស្នៀតមិនមែនមានស្នេហ៍ទេមិនគួរឲ្យរាប់អានឡើយគឺជាមនុស្សដែលគួរឲ្យរង្គៀសចំពោះមនុស្សទូទៅកូនហើយសាសនាល្អជាងសាសនាសាសនានោះវាមិនមែនលំបាកខ្លាំងណាស់នោះទេគ្រាន់តែជាយាមដាស់តឿនខ្លួនឯងកុំឲ្យជាមនុស្សស្ពឹកអត់ទឹកចិត្តប៉ុណ្ណឹងទៅសំគួរហើយទីឃាជាករៈតោរតៈទីខាងសន្តាសៈយោជនាងទីខោពាលានាងអ្នកសង្សារោណាងសង្សារោសធម្មមាំងអវិជ្ជាអ្នកតាំងយុគយូសម្រាប់អ្នកដែលដេកមិនលក់យោឆ្ងាយដាច់ស្រយាលសម្រាប់អ្នកដែលស្បើយកម្លាំងហើយវត្តដាក់សង្សារវែងឆ្ងាយសម្រាប់បុគ្គលពោលទាំងឡាយសម្រាប់បុគ្គលពៀលទាំងឡាយដែលមិនដឹងច្បាស់នៅព្រះសទ្ធម្ម